ម៉ែខ្ញុំក៏ចង់ហូបបញ្ឆៅនឹងយូរដល់ពេលគាត់បានហូបគាត់ហូបយកមកទៅមាត់គាត់ហូបឲ្យតំណងឆ្ងាញ់មែនតើតែវាឆ្ងាញ់ពិតមែនណាបញ្ឆៅដាក់ស្នូលទំពាំងជាមួយនឹងសាច់ជ្រូកច្រាំឆ្ងាញ់ណាស់ពុកម៉ែមាត់គ្នាបងដែលធ្វើបញ្ឆៅដាក់ស្នូលទំពាំងអញ្ចឹងនិយាយពីថាម៉ែគាត់បើណាតាំងពីដឹងថាទំពាំងយកមកធ្វើជាស្នូលបញ្ឆៅបានអញ្ចឹងឲ្យទៅថាចាក់បញ្ឆៅដឹងតែធ្វើស្នូលទំពាំងហ្មងដល់រត់ទិញទំពាំងយកមកធ្វើស្នូលបញ្ឆៅហូបហើយបើសម្រាប់ពីវិធីធ្វើស្នូលបញ្ឆៅឲ្យស្រួយមានរសជាតិឆ្ងាញ់ក៏មិនពិបាកធ្វើអីប្រហែលដែរពុកម៉ែមាត់គ្នាឥឡូវយើងមករៀបចំធ្វើស្នូលបញ្ឆៅវិញម្ដងយើងមានជាមួយនឹងទំពាំងយើងចង់ដាក់ទំពាំងព្រៃក៏បានទំពាំងអាស័យស្រុកយើងក៏បានទំពាំងផ្អែមអញ្ចឹងក៏បានស្រេចតែបងមានក្រោយពីយើងបោះសម្បល់វាចេញអីរួចរាល់ហើយកាត់ឲ្យរាងចាស់ចេញអីរួចរាល់ហើយយើងហាន់វាជាចំណិតស្ដើងតូចល្មមអញ្ចឹងមកហើយហាន់កុំខ្លីពេកយើងយកចំណិតវារាងវែងមកចង្អុលដៃរបស់យើងហ្នឹងគឺល្មមតែម្ដងកុំឲ្យវែងពេកហើយក៏កុំខ្លីពេកហើយសម្រាប់ការធ្វើបញ្ឆៅនេះគឺមានអ៊ំមកជួយធ្វើអ៊ំខ្ញុំខាងសែនងហ្នឹងហើយកុំតបានគាត់ជួយធ្វើកុំឲ្យម៉ែគាត់បិទនេះគឺរវល់តែម្នាក់ឯងមួយថ្ងៃទៅយកទៀតមកទំពាំងក្រោយពីយើងចាត់អីរួចរាល់ហើយក៏យើងយកវាមកដាក់រងាស់ដាក់ស្ងោររងាស់វាចោលហ្នឹងវាចេញជាតិហាងរួចហើយយើងរៀបចំកញ្ច្រាមសាច់ជ្រូកកញ្ច្រាមសាច់របស់យើងបើយើងមានសាច់មាន់ក៏ធ្វើសាច់មាន់មានសាច់ជ្រូកក៏ធ្វើសាច់ជ្រូកទៅហើយបើនិយាយពីទំពាំងរបស់យើងគឺយើងរងាស់វាទុកចោលហ្នឹងប្រហែលជាចង់1ម៉ោងដោយសារទំពាំងយើងរៀងច្រើនដែរយើងរងាស់វាតតែឆ្អិនតតែវាបាត់ជាតិហាងអស់តែម្ដងក្រោយពីយើងរងាស់ទំពាំងបានចង់1ម៉ោងអីរួចរាល់ហើយទំពាំងយើងឆ្អិនល្អបាត់ជាតិហាងអីរួចរាល់ហើយយើងចាក់ទំពាំងចេញមកយកទៅលាងទឹកសម្អាតមកទឹកពីទឹកទៀតមកយើងទុកវាស្រស់ទឹកឥឡូវយើងចាប់ដើមដាក់ខ្លាញ់តិចមកយើងដាក់ខ្ទឹមបំពងវាឡើងឈ្ងុយខ្ទឹមបំពងយើងឡើងឈ្ងុយហើយចាំយើងដាក់ស្ករក្រហមចូលស្ករក្រហមនេះប្រហែលជាមួយខាំឬក៏មួយខាំអីតិចតួចពុកម៉ែមាត់គ្នាយើងប្រើស្ករក្រហមអញ្ចឹងឆ្ងាញ់យើងរំលីងស្ករក្រហមបានឡើងឈ្ងុយហើយយើងចាក់ទឹកត្រីចូលបន្តិចដាក់ជាមួយនឹងទឹកប្រេងខ្យងចូលបន្តិចមកហើយយើងរំលីងគ្រឿងទាំងអស់ហ្នឹងឲ្យបញ្ចូលជាតិគ្នាឲ្យវាឡើងឈ្ងុយហើយចាំយើងយកសាច់ជ្រូកដែលយើងបានកញ្ច្រាមហ្នឹងយកមកដាក់ចូលរួចហើយយើងដាក់ជាមួយនឹងម្សៅស៊ុបខ្នុរបន្តិចដាក់ជាមួយនឹងប៊ីចេងបន្តិចមកតាមរសជាតិដែលបងចូលចិត្តហើយយើងចាប់ដើមរំលីងសាច់ជ្រូកតទៅវាឆ្អិនសាច់ជ្រូកតទៅក្រៀមសាច់ជ្រូករបស់យើងរៀងដាច់ទឹកបានម៉ែកូនមើលដាក់ទំពាំងចូលឥឡូវម៉ែកូនមើលរងាស់សាច់ជ្រូកទុកនៅនឹងចោលនៅនឹងឲ្យអ៊ំអ្នកមើលរួចហើយម៉ែកូនមើលក៏រត់មកធ្វើទឹកត្រីវិញម្ដងទុកឲ្យអ៊ំនៅមើលឲ្យសាច់ជ្រូកលីងហ្នឹងឲ្យអ៊ំលីងហ្នឹងឲ្យវាស្ងួតទឹកបន្តិចមកឥឡូវម៉ែកូនមើលចាប់ដើមធ្វើទឹកត្រីវិញម្ដងដាក់ជាមួយស្ករក្រហមហើយលាយជាមួយស្ករសដោយសារយើងស្ទើរស្ករអញ្ចឹងយើងដាក់ស្ករក្រហមផងស្ករសផងយើងរំលីងស្ករហ្នឹងឲ្យវាឡើងជើងក្រង់រៀងឈ្ងុយបន្តិចមកយើងដាក់ទឹកត្រីមួយកូនចានចងប៉ុណ្ណឹងចូលហើយយើងរងាស់វារៀងពុះបន្តិចចាំយើងដាក់ទឹកជានឹង2ចានគោមមិនដឹងជាវិធីធ្វើទឹកត្រីរបស់បងដោយវិធីធ្វើរបស់ម៉ែកូនបើដតទេរួចយើងដាក់ជាមួយនឹងអំពិលទុំចូលដាក់ជាមួយនឹងប៊ីចេងហើយនឹងម្សៅស៊ុបខ្នុរអំបិលបន្តិចមើលតែអំពិលទុំរបស់យើងរៀងរីកហើយគឺយើងស្រោមវាហើយយើងស្រង់វាចេញរួចហើយយើងចាក់ខ្ទិះដូងចូលតែម្ដងអានេះខ្ទិះដើមយើងចាក់ខ្ទិះដូងចូលហើយយើងរងាស់វាអំពុះមករួចហើយយើងដាក់ជាមួយនឹងខ្ទឹមសចូលដាក់ជាមួយនឹងខ្ទឹមក្រហមចូលដាក់ជាមួយនឹងការ៉ុតខ្ទឹមបារាំងរួមជាមួយនឹងសណ្តែកដីហើយម្ទេសយើងដាក់ចូលមកម្ទេសកាន់តែច្រើនណាកាន់តែឆ្ងាញ់ហើយយើងកូរវាបន្តិចមករងាស់វាតាមអំពុះជាការស្រេចយើងបាត់ភ្លើងទុកនៅនឹងសិនយើងធ្វើទឹកអីរួចរាល់ហើយយើងទុកនៅនឹងសិនមកយើងក៏លេចមកមើលស្នូលរបស់យើងវិញម្ដងក្រោយពីសាច់ជ្រូករបស់យើងរំលីងឡើងឆ្អិនដាច់ទឹកល្អហើយដាច់ទឹកប្រៃល្អហើយយើងចាប់តាមដាក់ទំពាំងចូលតែម្ដងអាហ្នឹងអ៊ំខ្ញុំអ្នកធ្វើវិញម្ដងដោយសារម៉ែកូនរវល់ធ្វើនេះធ្វើនោះផ្សេងទៀតអញ្ចឹងទៅកុំតបានអ៊ំជួយកុំឲ្យមួយថ្ងៃហ្នឹងរវល់មួយថ្ងៃទៅយកទៀតមករួចហើយយើងដាក់ជាមួយនឹងការ៉ុតចូលដាក់ជាមួយនឹងខ្ទឹមបារាំងចូលបន្តិចមកយើងឆាវាចូលជាតិគ្នាចូលគ្រឿងគ្នាបន្តិចមកពុកម៉ែមកគ្នាយើងឆាវារៀងស្ងួតទឹកតិចទៀតនៅពេលយើងដាក់ទំពាំងចូលគឺវាចេញទឹកអញ្ចឹងហើយយើងឆាទំពាំងយើងរំលីងទំពាំងនឹងរហូតដល់វារៀងដាច់ទឹកបន្តិចហើយយើងភ្លក់មើលបានមករសជាតិឆ្ងាញ់ដែលយើងចង់បានយើងស្រង់វាចេញមកតែប៉ុណ្ណឹងយើងអាចយកទៅចាក់បញ្ឆៅបានសម្រាប់ម្សៅបញ្ឆៅក្រោយពីយើងកិនអីរួចរាល់ហើយយើងលាយជាមួយនឹងទឹកក្តៅបន្តិចមកដាក់ជាមួយនឹងស្ករសបន្តិចប៊ីចេងបន្តិចម្សៅស៊ុបខ្នុរបន្តិចអំបិលបន្តិចហើយបើពងមាន់វិញម៉ែក៏មើលប្រើចំនួន10គ្រាប់ទៅ15គ្រាប់ក្រោយពីយើងដាក់គ្រឿងចូលសពគ្រប់មុខហើយយើងកូរម្សៅហ្នឹងឲ្យវារលាយគ្រឿងឲ្យវារលាយពងទាហ្នឹងមកពុកម៉ែមកសម្រាប់ម្សៅចាក់បញ្ឆៅរបស់ម៉ែក៏មិនគឺលាយគ្រឿងអញ្ចឹងតែម្ដងពុកម៉ែមកគ្នាមុននឹងយកទៅចាក់និយាយពីថាសាច់បញ្ឆៅមិនចាំបាច់ហូបជាមួយនឹងទឹកក៏ឆ្ងាញ់គឺហូបទៅគឺមានជាតិហ្មងពុកម៉ែមកគ្នាហើយកុំតបានអ៊ំជួយចាក់ទេពុកម៉ែមកគ្នាចក្រាន2ចាក់តាំងពីម៉ោង2រសៀលរហូតដល់ម៉ោង6ល្ងាចរំលំទម្រាំទៅហើយដោយសារយើងធ្វើ10កំប៉ុងអ្នកគ្នា10កំប៉ុងបញ្ឆៅមិនមែនតិចណាចាក់ថែមទឹកនៅដោយសារវាចាក់ទៅវារៀងកោងបន្តិចថែមទឹកក្តៅបន្តិចចាក់ទៅវារៀងកោងថែមទឹកក្តៅបន្តិចហើយនំចាក់ឡើងប្រទះប៉ាន់ណាណៃនៅតែចាក់ងាយហើយចាក់យូរទៅច្រើនទៅចាក់យូរទៅច្រើនទៅអ្នករាគ្នាបើកុំតបានអ៊ំជួយចាក់កុំឲ្យម៉ែកូនមើលនេះងាប់មកចាក់បញ្ឆៅអីរួចរាល់និយាយថាយកដល់ចែកគេពេញភូមិពេញស្រុកមកហឹងពុកម៉ែមកគ្នាសារបញ្ឆៅយើងរៀងច្រើនហើយនេះល្ងាចឡើងក្រោយយើងចាក់អីរួចរាល់ហើយចែកអ៊ំអីរួចរាល់ហើយអ៊ំត្រឡប់ទៅផ្ទះវិញបានហើយក៏រៀបចំហូបជុំគ្រួសារម្ដងហើយ
បាននិយាយពីម៉ែរបស់ខ្ញុំគាត់ចូលចិត្តហូបបញ្ឆៅហ្នឹងណាពុកម៉ែមកគ្នាឲ្យរបស់ខ្ញុំមិនក៏គាត់ចូលចិត្តហូបហ្នឹងនេះដោយគាត់ហេវបញ្ឆៅហ្មងអ្នកនរគ្នាគាត់អត់ហូបបាយតាំងពីព្រឹកហ្មងគាត់ចាំហូបបញ្ឆៅគាត់ថាគាត់ឃ្លានបញ្ឆៅនឹងយូរហើយដល់ម៉ោងបញ្ឆៅគាត់ហូបយកឃើញគាត់ហូបបានអញ្ចឹងក៏រៀងសប្បាយចិត្តដែរពុកម៉ែបងប្អូនឃើញម៉ែរបស់ខ្ញុំឲ្យរបស់ខ្ញុំអស់2 3វត្តចូលម៉ែរបស់ខ្ញុំអត់ដឹងប្រហែលវត្តទេអត់បានរាប់គាត់ហូបដាក់ថែមហូបយកហ្មងអ្នកនរគ្នាគាត់ហូបដូចតំណងឆ្ងាញ់ឃើញបញ្ឆៅស្នូលតំពាំងហ្នឹងគឺវាឆ្ងាញ់មែនណាពុកម៉ែបងប្អូនគ្នាបើឆ្ងាញ់ម្លឹងហើយអ្នកណាទ្រាំបានកំពុងតែឃ្លានផងដាក់យកមែនអត់អ្នកទាំងអស់គ្នានេះមានជាមួយនឹងប្អូនថ្លៃរបស់ខ្ញុំមានជាមួយនឹងប្អូនរបស់ខ្ញុំនេះគឺហូបជុំគ្នាឡើយហ្នឹងនេះជុំគ្រួសារទាំងអស់គ្នាតែម្ដងពុកម៉ែបងប្អូនគ្នាមកហូបបញ្ឆៅជុំគ្រួសារជាមួយនឹងខ្ញុំទាំងអស់គ្នាគ្នាអត់បានថតអ៊ំក៏ចាស់ហើយទៅផ្ទះបាត់ហ្មង